Ok, số này là cái xin phá của một cái video bắt đầu tiết này video HTML vào dưới nơi video này như nâng dạy tẹt tương tình heading hay nâng text formatting đa dương nâng thời dạy từ là heading đại miền P1 mà miền P1 đợi H6 miền đi chia paragraph hay dương nâng dạy P text formatting để thì mỗi dương từ mờ heading đó khá nhé này tập bóng dưới min h1 h1 đó là h6 là h1 គឺវាធំជាងគេតែជាទូទៅគេប្រើ h1 សម្រាប់main title សម្រាប់ទៅលើ page យើងតែម្ដងដែល h1 ជាចំណងជើងរបស់ page យើងធំជាងគេតែម្ដងហើយ h2 រហូតដល់ h6 ទៀតវាជា sub heading ដែលជាចំណងជើងតូចៗទៀតនៅក្នុងហ្នឹងអូខេឥឡូវយើងទៅមើលពី paragraph គឺជា text ដែលឧទាហរណ៍យើងមាន h1 ដែលយើងនិយាយពី my page ok paragraph វាជា text ដែលឧទាហរណ៍យើងចង់ដាក់ description យើងចង់ទៅសេផ្សេងទៀតគឺយើងប្រើ paragraph បន្ទាប់ពីយើងនិយាយ paragraph ហើយយើងនឹងនិយាយពី text formatting ដែលយើងទីមួយយើងនិយាយពី bold okay this is boldដោយយើងចង់ឲ្យយើងចង់ format អាកន្លែងពាក្យ bold នេះឲ្យវាចេញរាងដិតជាងមុនអូខេឥឡូវយើងបើកដោយប្រើ text bold 2សំទោសហើយយើងបិទមកវិញមកហើយយើងទៅសេអក្សរនៅក្នុងហ្នឹង boldអូខេឥឡូវយើងឧទាហរណ៍យើងចង់ mark កន្លែងអក្សរ mark មីនេះយើងចង់កំណត់ចំណាំកន្លែងហ្នឹងហើយយើងប្រើ take mark អូខេ ok mark me គឺវាចេញ mark ពណ៌លឿងមួយនៅកន្លែងហ្នឹងអូខេឥឡូវបើយើងនិយាយយើងចង់ឆូតអក្សរ description នេះបើយើងឆូតនោះយើងប្រើ delete del អក្សរ tag វាឈ្មោះ del ហើយឈ្មោះពេញ deleteអូខេឥឡូវយើងចង់ underline វិញម្ដង underline v អូខេយើងចង់ underline នៅក្រោមនេះដោយឲ្យមានឆ្នោតយើងឆូតមួយពីខាងក្រោមហ្នឹងយើងប្រើ ins take insert យើងបិទមកវិញហើយចាអូខេនេះហើយនៅមាន text មួយចំនួនទៀតដែលនៅមាន text formatted មួយចំនួនទៀតដែលអ្នកគ្នាអាច
ធ្វើការមើលបន្ថែមបាននៅក្នុង website W3 School ដែលវានៅមានមួយចំនួនទៀតនេះអូខេឥឡូវវីដេអូយើងក៏សម្រាប់ថាបញ្ចប់ត្រឹមហ្នឹងទៅចុះ